Ok, như xưa ông phoneនៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាមួយខ្ញុំបាននៅវីដេអូថ្មីមួយទៀតហើយដែលខ្ញុំយកសំណួរបងប្អូនដែលបានសួរហ្នឹងយកមកធ្វើការឆ្លើយតបជាបន្តអញ្ចឹងកាលពីវីដេអូមុនមកដល់ពេលនេះគឺរយៈពេលប្រហែល1ខែហើយអញ្ចឹងជាទូទៅគឺខ្ទង់2សប្ដាហ៍ឬក៏1ខែទើបខ្ញុំអាចធ្វើវីដេអូបានមួយដែលវីដេអូវែងខ្ញុំអត់សូវបានចេញវីដេអូច្រើនទេដោយសារឥឡូវហ្នឹងខ្ញុំមានពេលតិចជាងមុនហើយខ្ញុំទៅធ្វើជាមួយនឹងខាងtrading ទៅខាង crypto រៀងច្រើនអញ្ចឹងបងប្អូនដែលធ្លាប់ឃើញ page ខ្ញុំដឹងហើយដែលខ្ញុំមាន page ថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងការចែករំលែកការបង្រៀនចែករំលែកបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការ investment ការ trading ផ្សេងៗដើម្បីឲ្យយើងអាចការពារហានិភ័យនិងអាចរកកន្លែងចំណេញនៅដើមទុនរបស់យើងបានអញ្ចឹងឥឡូវយើងមកចូលមកដល់ខាង YouTube យើងវិញដែលខ្ញុំយកសំណួរបានប្រហែលជា9សំណួរដែលសំណួរទី1គាត់បានខមមិនថាសួស្ដីលោកគ្រូសូមសួរមួយបើសិនជាយើងអាចរកលុយបានហើយពេលដែលយើងភ្ជាប់ជាមួយនឹងធនាគារគេទាមទារអ្វីខ្លះជាទូទៅដំណើរការនៅក្នុងការរកលុយជាមួយនឹង YouTube ដែលខ្ញុំអាចនិយាយពីដំបូងតែម្ដងសង្ខេបនៅក្នុងពេលនេះហើយខ្ញុំនឹងអាចកាត់វីដេអូនេះជាខ្លីមួយសម្រាប់បងប្អូនយើងជាទូទៅនៅពេលដែលយើងរកលុយជាមួយនឹង YouTube ដំបូងបំផុតគឺយើងត្រូវមាន email មួយដែលយើងអាចបង្កើត email របស់យើងជាមួយនឹងលេខទូរស័ព្ទដាក់លេខទូរស័ព្ទរបស់យើងអីមកហើយដាក់ password email ហ្នឹងគឺយើងត្រូវតែចាំបានថា email ហ្នឹងបើសិនជាយើងភ្លេច password ឬក៏ YouTube របស់យើងមានបញ្ហាឬក៏គេ hack ផ្សេងៗគឺវាពាក់ព័ន្ធជាមួយនឹង email ហ្នឹងហើយដែលយើងបង្កើតជាមួយនឹងក្រុមហ៊ុន Gmail ក៏បានក្រុមហ៊ុនផ្សេងៗក៏បានដែលយើងហៅថា email ជារួមពេលដែលយើងមាន email របស់យើងមួយហើយគឺយើងអាចយកមកបង្កើតជាមួយនឹង account YouTube បានន័យថា channel YouTube របស់យើងហើយយើងរៀបចំ channel YouTube របស់យើងទៅដល់ពេលដែលយើងបង្កើតយើងរៀបចំយើង upload វីដេអូរបស់យើងចូលរួចរាល់អស់ហើយគឺយើងនឹងមានលក្ខខណ្ឌគ្រប់លក្ខខណ្ឌដែលអាចរកលុយបានជាមួយ YouTube ដែលខ្ញុំតែងតែប្រាប់បងប្អូនហ្នឹងទី1គឺយើងអាច4000ម៉ោងជាមួយនឹង1000 subscriber ជាមួយនឹងវីដេអូវែង long video ហើយជាមួយនឹង short video គឺ1k subscribe ដូចគ្នាហើយនឹង10លាន view ក្នុងរយៈពេល3ខែអាហ្នឹងគឺជាគោលធំទាំងពីរដែលយើងអាចធ្វើការបើក monetize រកលុយជាមួយនឹងពាណិជ្ជកម្មបានហើយពាក់កណ្ដាលហ្នឹងអាហ្នឹងពាក់ព័ន្ធជាមួយនឹងការរកលុយផ្សេងតែយើងផ្ដោតទៅលើពាណិជ្ជកម្មគឺវាមានពីរណាអញ្ចឹងនៅពេលដែលយើងគ្រប់លក្ខខណ្ឌពីរហ្នឹងមិនថាវីដេអូវែងឬក៏វីដេអូ short ទេ channel របស់យើងនឹងមានសិទ្ធិរកលុយបានន័យថាយើងនឹងទទួលបានចំណូលពី YouTube ពីពាណិជ្ជកម្មដែលគេដាក់ទៅលើវីដេអូរបស់យើងអញ្ចឹងនៅពេលដែលយើងគ្រប់លក្ខខណ្ឌអស់ហើយគឺយើងនឹងធ្វើការបង្កើតជាមួយនឹង Google AdSense មួយទៀតដើម្បីធ្វើការស្នើសុំយើងស្នើសុំទៅកាន់ភ្ជាប់ជាមួយនឹង Google AdSense ស្នើសុំឲ្យគេ review channel របស់យើងថាយើងគ្រប់គោលការណ៍អស់ហើយយើងអាចមានសិទ្ធិរកបានអត់ថាយើងមានបំពេញជាមួយនឹងគោលការណ៍ផ្សេងៗរបស់គេផ្សេងៗឬក៏អត់បើអត់ទេគឺគេនឹង approve មកឲ្យយើងអញ្ចឹងនៅពេលគេ approve រយៈពេលដែលយើងចាំទៀតគឺឲ្យលុយនៅក្នុង Google AdSense របស់យើងជារៀងរាល់ដើមខែខ្ទង់ដើមខែហ្នឹងខ្ញុំភ្លេចថ្ងៃអីដោយសារឥឡូវខ្ញុំអត់សូវបានតាមដានថ្ងៃទេប៉ុន្តែខ្ទង់ដើមខែហ្នឹងគឺលុយនឹងធ្លាក់ចូល Google AdSense របស់យើងនៅពេលដែលយើងរកបានដំបូងគឺលុយយើងឃើញនៅក្នុង YouTube របស់យើងឯងវាអត់ទាន់ធ្លាក់ទៅក្នុង Google AdSense របស់យើងជាទូទៅមួយខែគឺគេធ្លាក់ម្ដងអាចដើមខែគេនឹងទូទាត់ធ្លាក់ចូលក្នុង Google AdSense របស់យើងម្ដងបើសិនជាយើងអាចរកបានលើសពី$10គឺយើងអាចមានសិទ្ធិជាមួយនឹងស្នើសុំជាមួយនឹង pin code ឥឡូវនេះមួយរយៈក្រោយនេះដូចជាយើងអាចមានសិទ្ធិមិនបាច់យក pin code ក៏បានហើយយើងអាច verify តាមរយៈផ្សេងបានហើយបងប្អូនអាចស្វែងយល់បន្ថែមទៀតកន្លែងហ្នឹងអញ្ចឹងបើសិនជាពេលមុនគឺយើងធ្វើការស្នើសុំ pin code គឺយើងដាក់address របស់យើងដាក់អីរបស់យើងឲ្យត្រូវមកគេនឹងផ្ញើ pin code តាមប្រៃសណីមកឲ្យយើងអាចទៅយក pin code ហ្នឹងពីប្រៃសណីយកមកបំពេញបានន័យថា Google AdSense របស់យើងគឺ full ហើយគឺចាំតែគ្រប់លុយគឺយើងអាចដកលុយបានហើយនៅពេលដែល Google AdSense របស់យើង full ហើយអ្វីដែលយើងត្រូវធ្វើគឺយើងបំពេញ account ធនាគាររបស់យើងដូចដែលសំណួរសួរដល់កន្លែងសំណួរសួរគឺគេត្រូវការតែ account ធនាគាររបស់យើងមួយទេដែល account ធនាគារនោះគឺយើងអាចដាក់ឈ្មោះធនាគារ Swift code អីផ្សេងៗរបៀបភ្ជាប់ជាមួយនឹងធនាគារដើម្បីឲ្យគេវេលុយ
តាមរយៈ Swift code មកជាមួយនឹង account ធនាគាររបស់យើងអាចប្រើធនាគារក្នុងស្រុករបស់យើងមួយណាក៏បានដែរអត់បញ្ហាអីទេគឺយើងអាចដាក់ដើម្បីទទួលលុយបានហើយអ្វីដែលយើងត្រូវបំពេញបន្ទាប់ពីបំពេញជាមួយនឹង account ធនាគាររបស់យើងដើម្បីទទួលលុយគឺយើងអាចត្រូវបំពេញជាមួយនឹងតាក់មួយទៀតឥឡូវហ្នឹងបើសិនជាយើងអត់បំពេញទេគឺគេកាត់យើង 30%អញ្ចឹងយើងត្រូវបំពេញថាយើងមិនមែនរស់នៅសហរដ្ឋអាមេរិកទេអញ្ចឹងយើងអាចបំពេញលក្ខខណ្ឌសម្រាប់បំពេញតាក់ហ្នឹងមានវីដេអូច្រើនបងយើងចែកម្លែកច្រើនវីដេអូខ្ញុំក៏ធ្លាប់មានដែរអញ្ចឹងយើងអាចបំពេញតាក់ហ្នឹងមួយទៀតដើម្បីអាច full 100% តែម្ដងហើយដូចជា 3-4 ឆ្នាំគឺយើងបំពេញម្ដងតាក់ហ្នឹងគឺយើង update ផ្ញើជូនគេម្ដងប៉ុណ្ណឹងគឺរួចរាល់ហើយអញ្ចឹងជារៀងរាល់ថ្ងៃចុងខែអាចថ្ងៃ23ឬក៏25ឬពេលខ្លះទៅដល់27ហ្នឹងឲ្យតែ AdSense របស់យើង account របស់យើងមានលុយលើសពី$100គេនឹងបាញ់មកឲ្យយើងផ្ទាល់តែម្ដងអញ្ចឹងបើសិនជាយើងដាក់ធនាគារដូចជាធនាគារខ្លះគឺមាន charge សេវា$10អញ្ចឹងទៅហើយធនាគារខ្លះគឺអត់មាន charge ទេអញ្ចឹងយើងអាចរើសធនាគារដែលអត់មាន charge ក៏បានដែរសម្រាប់ដាក់ទទួលលុយរបស់យើងគឺរួចរាល់ហើយមានតែប៉ុណ្្នឹងទេនៅពេលដែលយើងធ្វើរួចរាល់ដកលុយបានម្ដងប៉ុណ្្នឹងរួចរាល់អស់គឺអត់មានតម្រូវធ្វើអីទៀតទេបងប្អូនគ្រាន់តែupload តែវីដេអូចាំមើលលុយប្រចាំខែមួយខែបើសិនជាអត់ទាន់គ្រប់$100ចាំបូកជាមួយខែថ្មីតែបើលើសពី$100ទៅដល់2000 3000 4000 200 300 400គឺដល់ខែចុងខែហ្នឹងជារៀងរាល់ចុងខែគឺគេនឹងតម្លាក់ចូលក្នុង account របស់យើងអូតូតែម្ដងលុយនឹងលោតចូល account ធនាគាររបស់យើងតែម្ដងអូខេចូលមកដល់សំណួរមួយទៀតគាត់បាន comment ថាវីដេអូខ្លីរបស់ខ្ញុំផុសអត់មានអ្នកមើលសោះតាមមកពីបញ្ហាអ្វីដែរបងវីដេអូខ្លីផុសអត់មានអ្នកមើលគឺបញ្ហាគឺ channel របស់យើងទៅតែផុសហើយវាអត់សូវមានភាពតាក់ទាញអីចឹងទៅយើងត្រូវរើសមើល content របស់យើងដែរយើងមិនមែនគិតតែផុសហើយអាចមានអ្នកមើលច្រើនទេយើងអាចមើលឃើញថាឥឡូវនេះគឺមានការប្រកួតប្រជែងច្រើនបានន័យថានៅលើទីផ្សារគឺមានវីដេអូច្រើនហើយការផុសរបស់យើងគឺត្រូវទៀងទាត់ហើយមានការអត់ធ្មត់ខ្ពស់យើងមិនអាចផុសទៅរងចាំបន្តិចទៅបានឃើញលទ្ធផលភ្លាមទេវាត្រូវការអត់ធ្មត់ខ្ពស់មែនតើឥឡូវហ្នឹងគឺកាន់តែខ្ពស់ជាងពីមុនទៀតបានន័យថាពីមួយថ្ងៃទៅមួយថ្ងៃការអត់ធ្មត់របស់អ្នកដែលធ្វើថ្មីហ្នឹងគឺត្រូវមានខ្ពស់កាន់តែខ្ពស់ជាងមុនដោយសារតែវីដេអូអ្នកមើលគឺកើនតិចតួចទេបានន័យថាអ្នកមើលវីដេអូពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងចំនួនប្រជាជនទៅលើពិភពលោកយើងនិយាយពិភពលោកតែម្ដងគឺវាកើនខ្លះដែរប៉ុន្តែចំនួនដែលវីដេអូចាក់ទៅក្នុង platform របស់ YouTube ហ្នឹងគឺវាកើនលើសពីចំនួនអ្នកមើលបានន័យថាវាជាចំនួនច្រើនខ្លាំងមែនតើអញ្ចឹង YouTube មិនអាចរុញទៅអស់ទេតោះតែយើងព្យាយាមគេនឹងផ្លាស់ប្ដូរម្ដងទៅ channel នេះម្ដងទៅ channel នោះអញ្ចឹងទៅដើម្បីអាចឲ្យវាមាន balance ជាមួយគ្នាជាមួយនឹង channel ថ្មីទាំង channel ចាស់ហើយទីមួយទៀតគឺយើងត្រូវធ្វើការសន្សំ fan បានន័យថាសន្សំ subscriber របស់យើងម្ដងតិចទៅយូរទៅនៅពេលដែលយើងមាន subscribe ច្រើនគឺយើងអត់សូវពឹងចាំតែ YouTube រុញទេគ្រាន់តែយើង upload ទៅគឺមានអ្នកមើលផ្ទាល់តែម្ដងគឺអ្នកដែលតាមដាន channel របស់យើងតែងតែចាប់អារម្មណ៍ចាំមើល channel របស់យើងហ្នឹងគឺគាត់មើលហើយនៅពេលដែលមានអ្នកមើលអ្នកចាប់អារម្មណ៍ច្រើនវាជាចំណុចមួយដែលអាចអស់ទាញបានន័យថាអាចតាក់ចិត្តរបស់ algorithm របស់ YouTube ឲ្យរុញទៅបន្តទៀតអីចឹងទៅតែបើយើងថ្មីហ្មងយើងពឹងទៅលើ YouTube រុញតែមួយមុខសុទ្ធអញ្ចឹងយើងត្រូវការអត់ធ្មត់ខ្ពស់ផុសឲ្យទៀងទាត់ធ្វើវីដេអូឲ្យបានល្អកុំសូវជាបដោតទៅលើឃើញលទ្ធផលភ្លាមគឺដូចយើងដាំដើមឈើអញ្ចឹងយើងអាចឧទាហរណ៍យើងដាំដើមស្វាយមួយអញ្ចឹងទៅយើងដាំហើយយើងចេះតែស្រោចទឹកវារាល់ថ្ងៃហើយយើងឃើញមួយថ្ងៃទៀតចេះមកមើលវាមិនក៏អត់ទាន់ផ្លែមួយថ្ងៃទៀតមិនក៏អត់ទាន់ផ្លែគឺវាអត់ទាន់ដល់ពេលទេវាត្រូវការពេលវេលារបស់វាអញ្ចឹងយើងចេះតែស្រោចទឹកដាក់ជីថែស្មៅមើលការពារសត្វល្អិតអីតែប៉ុណ្្នឹងទៅការងាររបស់យើងគឺមានតែប៉ុណ្្នឹងទេអាការចាំមើលផ្លែគឺតែដល់ពេលវាគឺវាផ្លែហើយអញ្ចឹងការធ្វើ YouTube ដូចគ្នាយើងចេះតែផុសវីដេអូទៅធ្វើវីដេអូឲ្យតែបានល្អទៅupload ឲ្យតែបានទៀងទាត់ទៅតែដល់ពេលគឺវាមាន view មកហើយបើសួរខ្ញុំថាពេលណាអត់មានអ្នកណាដឹងទេអត់មានអ្នកណាដឹងថាពេលណានឹងផ្ទុះ view ទេអ្នកដែលធ្វើទាំងអស់អ្នកខ្លះហេងទៅលឿនទៅអ្នកខ្លះសយទៅរៀងយូរតិចទៅអ្នកណាទ្រាំអត់បានក៏បោះបង់ចោលចឹងទៅអាហ្នឹងគឺជាច្បាប់ធម្មជាតិ
chiaច្បាប់ធម្មជាតិអ្នកដែលរកលុយជាមួយ YouTube គឺជួបបែបហ្នឹងដូចគ្នាអ្នកដែលស៊ូបានខ្លាំងស៊ូមែនតើទៅគឺទទួលបានលទ្ធផលនៅពេលដែលឱកាសមកដល់អញ្ចឹងទៅចំណងមួយទៀតគាត់បាន comment ថាបងបើយើងលេងតាមភ្លេងបរទេសតែមិនដូចទាំងស្រុងទេយកមកធ្វើជាភ្លេង background តែអាចមានបញ្ហាឬអត់បើសិនជាយកភ្លេងគេគឺវាមានបញ្ហាទោះជាយើងធ្វើខ្លួនឯងក៏ដោយវាអាចមានបញ្ហាbackground ក៏មានបញ្ហាដែរអញ្ចឹងយើងគួរតែយកភ្លេងពី YouTube Library ឬក៏យើងអាចធ្វើថ្មីឲ្យខ្លួនឯងកុំឲ្យសូវជន់គេគាត់ថាយើងធ្វើភាគរយដែលជន់គឺវាមានតិចបើសិនជាយើងកែទៅវាមិនដូចរបស់គេ 100% វាអាចដូចតិចតួចអីហ្នឹងបើសិនជាមានបញ្ហាក៏យើងអាចស្នើសុំគេបានខ្លះដែរដោយសារតែយើងយកមកដាក់ជា background ទេអញ្ចឹងយើងអាចធ្វើការតវ៉ាជាមួយ YouTube បាននៅពេលដែលមានបញ្ហាយើងអាចតវ៉ាជាមួយគេបានវាមានឱកាសដែលយើងអាចរកលុយបានអត់មានបញ្ហាធ្ងន់ធ្ងរទេកន្លែងហ្នឹងចំណងមួយទៀតគាត់បាន comment ថាសួស្តីបងបើសិនជាយើងដូរឈ្មោះតើវាជាប់ copyright ដែរឬក៏អត់ចំពោះការដូរឈ្មោះ channel YouTube គឺអត់មានពាក់ព័ន្ធជាមួយនឹង copyright ទេcopyright ពាក់ព័ន្ធតែជាមួយនឹងកម្មសិទ្ធិទេឈ្មោះគឺយើងអាចដាក់ដូចគ្នាក៏អត់ទៅជាបញ្ហាជាមួយនឹង copyright ដែរcopyright ពាក់ព័ន្ធជាមួយនឹងការយកភ្លេងការយកវីដេអូពីគេទេអាហ្នឹង copyright គាត់ថាការដូរឈ្មោះបើសិនជាយើងធ្វើការបដូរវាញឹកញាប់បានន័យថាយើងងាកដូរឈ្មោះរបស់យើងហ្នឹងfan របស់យើងពិបាកនឹងរកអ្នក subscribe របស់យើងពិបាកនឹងរកពេលខ្លះឈ្មោះថ្មីហ្នឹងគឺវាអត់ទាន់មាន ranking នៅក្នុង YouTube ទេ search ទៅអត់ឃើញទេ search ឈ្មោះចាស់មិនឃើញអញ្ចឹងទៅហើយអញ្ចឹងវារៀងពិបាកបន្តិចប៉ុន្តែបើសិនជាយើងគ្រាន់តែដូរម្ដងទេអត់បញ្ហាទេយូរយើងដូរម្ដងធ្វើម៉េចបើយើងត្រូវការចាំបាច់ត្រូវដូរឬក៏យើងបដូរ content អីផ្សេងអញ្ចឹងទៅអញ្ចឹងយើងធ្វើការបដូរវាទៅចំណងមួយទៀតគាត់បាន comment ថាបងខ្ញុំផុសច្រើនវីដេអូហើយតែអត់មានអ្នកមើលសោះអូខេសំណួរនេះគឺពាក់ព័ន្ធមួយសំណួរដែលខ្ញុំឆ្លើយមិញគឺដូចគ្នាទេគឺពាក់ព័ន្ធសំខាន់គឺគុណភាពវីដេអូរបស់យើងដែរមិនមែនប្រកាសថាច្រើនហើយអាចមានអ្នកមើលច្រើនទេបរិមាណគឺអត់សំខាន់ដូចជាគុណភាពទេយើងត្រូវចម្រាញ់យកគុណភាពទោះជាបរិមាណរៀងតិចក៏ដោយយើងឃើញថាវីដេអូ primitive ដែលធ្វើជាផ្ទះធ្វើជាអាងហែទឹកនៅក្រោមដីអីហ្នឹងដែលបងនៅខាងសៀមរាបគាត់ធ្វើឲ្យផ្សេងហ្នឹង2-3ខែឬក៏1ឆ្នាំគាត់ផុសវីដេអូបានតែ2-3ទេប៉ុន្តែវីដេអូរបស់គាត់ view អត់ក្រោម1លានទេមានតែចូលទៅដល់10-20លានឬក៏100លានអាហ្នឹងគឺវាមិនសំខាន់ទៅលើតែបរិមាណទេវាសំខាន់ទៅលើគុណភាពដែរតែពេលដែលយើងមានគុណភាពខ្លាំងគឺយើងអាចនឹងទទួលបាន view ច្រើនអូខេសម្រាប់វីដេអូសំណួរបន្ទាប់គាត់បាន comment ថាបងធ្វើម៉េចឲ្យផុសវីដេអូសូត្រទៅឡើង view ដល់ 100k អីអរគុណទុកជាមុនអូខេពី0ទៅដល់ 100k អាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសំណួរប៉ះប៉ែគ្នាទេយើងធ្វើតែវាមិនមានក្បាច់ណាដែលអាចធ្វើពី0ទៅ 100k ទេបើសិនជាអាចធ្វើអញ្ចឹងបានខ្ញុំធ្វើដែរបាទហើយសួរខ្ញុំក៏អត់ដឹងដែរយើងមានតែផុសវីដេអូទៅហើយព្យាយាមធ្វើវីដេអូឲ្យល្អរើស content ដូចដែលខ្ញុំធ្លាប់តែនិយាយដដែលពាក់ព័ន្ធជាមួយ content ពាក់ព័ន្ធជាមួយការផុសរកវីដេអូអីឲ្យតាក់ទាញអីចឹងទៅបើខ្ញុំដឹងថាវាមានវិធីហ្នឹងមែនខ្ញុំផុសទៅវីដេអូរបស់ខ្ញុំឃើញវីដេអូរបស់ខ្ញុំអ្នកខ្លះគាត់បាន comment លេងបែបឌឺដងអីគាត់ថាបើសិនជាខ្លាំងអញ្ចឹងមិនក៏វីដេអូរបស់ខ្ញុំ view តិចអីចឹងទៅអាហ្នឹងគាត់អត់យល់គាត់អត់ដឹងគាត់បាន comment លេងអញ្ចឹងទៅអញ្ចឹងវាមិនងាយទេយើងធ្វើដបងមិនមែនពី0ទៅ 100k ភ្លាមខ្ញុំមានតិចមួយកលឹះមួយដែលអាចធ្វើបានមែន 100% ដែលអាចឲ្យ view របស់យើងចង់បាន view មួយណាក៏ដោយវីដេអូមួយណាក៏ដោយចង់បាន 100k គឺខ្ញុំអាចធ្វើឲ្យបានគ្រាន់តែថាយើងត្រូវចំណាយលុយយើងអាចបូសនៅក្នុង platform YouTube ហ្មងអត់មានខុសជាមួយលក្ខខណ្ឌអត់មានអីទាំងអស់យើងអាចធ្វើការ promote ដាក់លុយចូលទៅ promote ជាមួយនឹងវីដេអូរបស់យើងបានន័យថាវានឹង load ad ទៅកាន់វីដេអូផ្សេងយើងចង់បាន1លានក៏បានដែរវីដេអូរបស់ខ្ញុំនេះដែលខ្ញុំកំពុងតែថតនេះបើសិនជាបងប្អូនហ៊ានភ្នាល់ឲ្យខ្ញុំរកឲ្យបាន1លាន view ក៏ខ្ញុំអាចរកបាន1លាន view ដែរ
ឲ្យតែបងប្អូនហ៊ានភ្នាល់ខ្ញុំយកលុយដែលខ្ញុំភ្នាល់ឈ្នះរបស់បងប្អូនយកមកបូសទៅគឺវីដេអូរបស់ខ្ញុំអាចទៅដល់1លាន view គាត់ថាយើងយកមកធ្វើអីយើងអត់មានត្រូវចាំបាច់អីយកមកទេយកមកសម្រាប់ view គឺយើងយកមកដើម្បីរកលុយតែបើយើងទៅចាយលុយដើម្បី view យើងចាយលុយធ្វើអីវាមិនដូចជាផលិតកម្មគេធ្វើបទចម្រៀងឧទាហរណ៍ថាបទចម្រៀងណាមួយដែលគេចង់ឲ្យ view ច្រើនឲ្យមានភាពតាក់ទាញអីចឹងទៅអញ្ចឹងគេបូសទៅវីដេអូចម្រៀងខ្មែរយើងមានដែរហើយនៅកូរ៉េក៏មានដែរខាង K-pop អីផ្សេងបងប្អូនអត់ចាប់អារម្មណ៍អត់ដឹងទេជួនកាល view រៀងច្រើនជួនកាលគេបូសគេធ្វើការ promote ទេដើម្បីឲ្យមាន view ច្រើនសម្រាប់ខ្លះដែរណាខ្ញុំមិនមែនថាទាំងអស់ទេខ្លះណាក្រុមចម្រៀងគេល្បីលំដាប់ថ្នាក់ពិភពលោកគេមាន fan ច្រើនហ្នឹងគេមិនទៅខ្វល់រឿង promote រឿងអីទេគេមាន view ច្រើនស្រាប់ហើយគេមានតែវីដេអូមានតែចម្រៀងមកគឺអ្នកមើលចាំតែមើលអ្នកស្ដាប់ចាំតែស្ដាប់ទេអាហ្នឹងវាបែបហ្នឹងដូចគ្នានៅខ្មែរយើងក៏មានដែរក៏មានចម្រៀងខ្លះ promote ដែរយើងអត់ចាប់អារម្មណ៍យើងអត់ដឹងទេការ view ច្រើនធ្វើការ promote ទេ promote ឲ្យឃើញ view ច្រើនអូខេសំណួរមួយទៀតគាត់បាន comment ថាបងថ្ងៃមុនខ្ញុំថតមន់ចូលគ្នារួចហើយផុសចូល YouTube remove វីដេអូចោលខ្ទេចមកពីខុសគោលការណ៍មែនបងខុសគោលការណ៍សត្វមន់យើងអាចថតបានយើងថតមន់ស៊ីចំណីដាក់ចំណីមន់រងាវសកម្មភាពមន់អីចឹងទៅមន់ចូលគ្នាគឺខុសគោលការណ៍សត្វដែលយើងដាក់ទណ្ឌកម្មឬក៏យើងបំពេញជាមួយសត្វត្រីចូលគ្នាហ្នឹងក៏ខុសដែរការកមន់ឃើញឈាមហ្នឹងក៏ខុសការធ្វើត្រីឃើញឈាមហ្នឹងក៏ខុសដែរនិយាយទៅពាក់ព័ន្ធជាមួយនឹងសិលធម៌ពាក់ព័ន្ធជាមួយនឹងអ្វីដែលខុសហ្នឹងគឺវាដូចខ្ញុំនិយាយអញ្ចឹងដាក់ឲ្យសត្វចូលគ្នាហ្នឹងគឺខុសសត្វកំពុងតែខំគ្នាឬឃើញឆ្កែឬក៏ឆ្មាកំពុងតែខំគ្នាយើងទៅថតយកមកបង្ហោះហ្នឹងគឺខុសហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងវីដេអូយើងមនុស្សធម្មតាក៏ដោយតែវីដេអូហ្នឹងធ្វើទៅមានគ្រោះថ្នាក់មើលទៅដូចជាមានគ្រោះថ្នាក់លោតពីភ្នំមកខ្ពស់មានហានិភ័យខ្ពស់អីចឹងទៅអាហ្នឹងគឺអត់ទេដូចយើងធ្លាប់ឃើញវីដេអូរបស់ YouTuber ល្បីមួយដែលគាត់ចូលទៅក្នុងព្រៃcontent របស់គាត់ដែលតែងតែបែបហ្នឹងហើយគាត់ចូលទៅគឺមានជាមួយនឹងគេធ្វើអត្តឃាតបានថាចងកធ្វើអត្តឃាតហ្នឹងដល់ពេលដែលគាត់ផុសគឺខុសគោលការណ៍ YouTube បិទធ្វើការស្នើសុំឲ្យប៉ះពាល់ទៅដល់ viewer ផ្សេងទៀតគឺខុសច្បាប់ធ្ងន់មែនតើអញ្ចឹងមិនប្រកាសថាធ្វើទៅចេះតែត្រូវណាយើងត្រូវមើលទៅលើច្បាប់របស់គេដូចគ្នាដូចបងដែលដាក់មន់ចូលគ្នាអញ្ចឹងគឺវាដូចធ្វើទរណកម្មសត្វអញ្ចឹងអាហ្នឹងគឺវាខុសជាមួយនឹងច្បាប់សិលធម៌ហើយខុសជាមួយនឹងបំរាមរបស់ YouTube អត់មានឲ្យធ្វើអំពើហិង្សាសូម្បីតែយើងវាយកូនហ្នឹងសាក់វាយកូនឬក៏វាយគ្នាអីហ្នឹងផុស YouTube មិនស្រួល YouTube ចាប់អាហ្នឹងគឺវាបែបហ្នឹងអូខេសំណួរទាំងអស់ថ្ងៃហ្នឹងមានប៉ុណ្្នឹងទេខ្ញុំលំអិតបានរៀងច្រើនហើយអញ្ចឹងសង្ឃឹមថាវាអាចជួយទៅដល់បងប្អូនបន្ថែមទៀតហើយបងប្អូនអាចធ្វើការចែករំលែកបន្តទៀតនៅក្នុង page របស់ខ្ញុំឬអីផ្សេងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់រៀនជាមួយ YouTube ពិតប្រាកដគឺអត់ពិបាកដូចមុនទេយើងអាចមានបងយើងផ្សេងចែករំលែកច្រើនពាក់ព័ន្ធជាមួយនឹង technical ខ្ញុំអត់សូវជាបានអាប់ដេតព័ត៌មានហើយឬក៏អីផ្សេងជាមួយនឹង YouTube ច្រើនទេខ្ញុំអត់សូវចាប់អារម្មណ៍ជាមួយនឹងព័ត៌មានអាប់ដេតតិចតួចហ្នឹងខ្ញុំអត់សូវបានចាប់អារម្មណ៍ដូចពីមុនទេដោយសារខ្ញុំអត់សូវផ្ដោតធ្វើ YouTube ច្រើនដូចមុនទេអ្វីដែលខ្ញុំចែករំលែកបងប្អូនទាំងអស់ហ្នឹងគឺជាផ្នត់គំនិតមួយបានន័យថាផ្នត់គំនិត mindset របស់យើងឲ្យយើងអាចគិតត្រូវដោយសារតែ technique ផ្សេងគឺវីដេអូរបស់ខ្ញុំគិតថាវាមានច្រើនហើយសឹងតែមកចំណុចដែលសំខាន់មួយហ្នឹងជួនកាលខ្ញុំធ្វើអត់ក្រោមពី20វីដេអូទេអញ្ចឹងបើសិនជាបងប្អូនដែលតែងតែតាមដានវីដេអូរបស់ខ្ញុំគាត់អាចនឹងយល់អាចនឹងដឹងច្រើនហើយគាត់អាចនឹងបញ្យល់ទៀតខ្ញុំឃើញបងប្អូនខ្លះខ្ញុំសប្បាយចិត្តដែរគាត់អាចចែករំលែកបន្តទៀតនៅមានអ្នក comment សួរថ្មីអីហ្នឹងគាត់អាចចូលទៅជួយ comment ជួយទៅឆ្លើយតបអីបានផ្សេងទៀតបានន័យថាចំណេះដឹងរបស់យើងគឺកាន់តែកើននៅពេលដែលយើងកាន់តែចែករំលែកអញ្ចឹងយើងគុំកំណាញ់បើយើងដឹងយើងចំណាយពេលជួយប្រាប់ទៅព្រោះពេលខ្លះបើចាំខ្ញុំចូលទៅ reply ខ្ញុំអត់បានចូលទៅ reply យូរសម្រាប់គាត់អញ្ចឹងទៅមានគ្នាយើងផ្សេងចូលទៅជួយ reply អញ្ចឹងទៅវាល្អទាំងអស់គ្នាយើងក៏បានកើនចំណេះដឹងអ្នកដែលគាត់សួរមានចម្ងល់ក៏គាត់បាននៅចម្លើយរបស់គាត់យកទៅធ្វើការដោះស្រាយជាមួយនឹងបញ្ហារបស់គាត់ដែលគាត់កំពុងតែឆ្ងល់កំពុងតែជាប់គាំងអីចឹងទៅ
trong videoនេះមានប៉ុណ្ណឹងទេយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបើបងប្អូនមានចម្ងល់ផ្សេងៗអាច comment សួរនៅក្នុងវីដេអូនឹងបន្ថែមទៀតបានអូខេជម្រាបលា